ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកផ្ទះផ្សារបន្លែសាច់អនឡាញថ្ងៃនេះខ្ញុំសូមមកសង្ខេបបន្តិចថាតើផ្ទះផ្សារបន្លែសាច់អនឡាញមានលក់អីគេខ្លះដើម្បីឲ្យពុកម៉ែបងប្អូនបានដឹងសម្រាប់ផ្ទះផ្សារសាច់អនឡាញខ្ញុំមានលក់បន្លែសុខភាពខ្ញុំមានលក់ពងទាស្រែពងមាន់គឺយើងយកមកពីកសិដ្ឋានដូចជាកសិដ្ឋានខាងសូម៉ាឬក៏ពីខាងអង្គស្នូលអញ្ចឹងណាដែលមានការចិញ្ចឹមបែបធម្មជាតិត្រឹមត្រូវហើយនឹងមានលក់សាច់ជ្រូកយើងមានលក់សាច់ជ្រូកសាច់គោគឺសាច់គោទាំងអស់ហ្នឹងគឺជាសាច់គោស្រែសាច់ជ្រូកគឺសាច់ជ្រូកដែលប្រជាពលរដ្ឋគាត់ចិញ្ចឹមដោយផ្ទាល់ដៃដែលយើងយកមកលក់ហើយនឹងមានលក់ត្រីធម្មជាតិដូចជាត្រីច្រើនមុខត្រីបឹងដែលភាគច្រើនគឺខ្ញុំយកមកពីខាងព្រៃហូរអញ្ចឹងណាហើយនៅមានបន្លែធម្មជាតិអីផ្សេងទៀតដូចជាស្លឹកបាសផ្ទីឬក៏តកូនអីហ្នឹងគឺក៏ខ្ញុំយកមកពីខាងព្រៃហូរដែរដោយសារព្រៃហូរគាត់មានការដាំដុះដំណាំបានច្រើនហើយនៅខាងកោះកបីក៏មានការដាំបន្លែបានច្រើនដែរអញ្ចឹងគឺខ្ញុំទៅយកដល់ផ្ទាល់ពីខាងពួកគាត់អញ្ចឹងបងប្អូនពុកម៉ែបាច់បារម្ភថាខ្ញុំយកបន្លែពីខាងប្រទេសជិតខាងទេគឺខ្ញុំលក់ដែលជាបន្លែសុខភាពអត់មានការបាញ់ថ្នាំដូចខាងប្រទេសជិតខាងទេអញ្ចឹងណាគឺការលក់របស់ខ្ញុំគឺផ្ដោតទៅលើសុខភាពជាចម្បងហើយខ្ញុំក៏មានលក់គ្រឿងទេសផ្សេងដែរខ្ញុំនៅមានការអាប់ដេតនៅក្នុងក្រុម Telegram សម្រាប់ពុកម៉ែបងប្អូនណាដែលអត់ទាន់បាន join Telegram ខ្ញុំអាចជួយចូលទៅក្នុង page ខ្ញុំទៅខ្ញុំមានដាក់ link Telegram ដើម្បីឲ្យពុកម៉ែបងប្អូនបានចូលរួមបានអញ្ចឹងណាហើយខ្ញុំថ្ងៃនេះខ្ញុំមានឱកាសសម្រាប់ធ្វើ promotion មួយទៀតសម្រាប់ធ្វើវីដេអូនេះពុកម៉ែបងប្អូនដែលបានស្ដាប់វីដេអូនេះខ្ញុំមានលក់ពងមាន់គឺពងមាន់ពីខាងកសិដ្ឋានសូម៉ាតែម្ដងគឺលេខ1ខ្ញុំមានលក់តម្លៃ4000រៀលសម្រាប់ពងទាគឺពងទាខាងតាកែវគឺលក់តែ5000រៀលទេសម្រាប់ពងទាហ្នឹងគឺຂະຫນាតលេខ1អញ្ចឹងណាហើយដូចពុកម៉ែបានឃើញនៅក្នុងវីដេអូហើយអញ្ចឹងគឺខ្ញុំមានការទុកដាក់បន្លែទុកដាក់សាច់ត្រឹមត្រូវសម្រាប់សាច់យើងដាក់វានៅក្នុងfreezer របស់យើងមានទូដាច់កន្លែងមួយទៀតទូហ្នឹងគឺសម្រាប់ទូដែលយើងស្រែកឆ្លើក៏បាន freezer ក៏បានក៏ប៉ុន្តែខ្ញុំបានថតអញ្ចឹងណាហើយនេះជាសកម្មភាពប្រព្រឹត្តដែលខ្ញុំបានរៀបចំមានន័យថារាល់ផឹកខ្ញុំត្រូវទៅផ្សារដើម្បីខ្ញុំទិញបន្លែស្រស់ទិញត្រីទិញសាច់ជ្រូកទិញសាច់គោស្រស់សម្រាប់ទុកជូនពុកម៉ែបងប្អូនហើយសម្រាប់ស្ករត្នោតធម្មជាតិគឺខ្ញុំមាននៅខាងកំពង់ធំគឺជាស្ករត្នោតធម្មជាតិខាងកសិករយើងតែម្ដងតម្លៃខ្ញុំលក់តែ12000រៀលតែប៉ុណ្ណោះគឺជាតម្លៃពិសេសតែម្ដងធានាស្ករធម្មជាតិអត់មានប្រើគីមីអ្វីទាំងអស់ធានាស្ករឆ្ងាញ់អត់ឆ្ងាញ់ធានាជូនសងលុយវិញសម្រាប់ពុកម៉ែបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនមានចម្ងល់មានបញ្ហាផ្សេងៗអាចឆាតចុះ page ខ្ញុំឬក៏តាម Telegram ខ្ញុំឬក៏ inbox មកខ្ញុំអរគុណ